ការបង្រៀនអប់រំកូនគឺជាទូនីតិមួយរបស់ឪពុកម្ដាយនៅក្នុងរឿងសាមកុកចៅមិនអាចចាត់ទុកថាជាឪពុកល្អជាងគេទេក៏ប៉ុន្តែសូម្បីតែពេលដែលគាត់ធ្វើខុសជាមួយនឹងចិត្តលំអៀងរបស់គាត់ក្នុងនាមជាឪពុកក៏ការបង្រៀនកូនរបស់ចៅនៅតែជាផ្នែកមួយដែលធ្វើឲ្យកូនរបស់គាត់អាចកាន់ដាវខ្លួនឯងបានដែរចៅជាមនុស្សតឹងរឹងប្រើច្បាប់វិន័យនៅក្នុងគ្រួសារក៏ដូចគ្នាដែរប៉ុន្តែកូនរបស់ចៅបើយើងនិយាយឲ្យចំសុទ្ធតែមានសមត្ថភាពរៀងខ្លួនចៅភីមិនមែនជាកូនលេចធ្លោទេប៉ុន្តែអាចធ្វើកិច្ចការបានគ្រប់យ៉ាងដែលឪពុកគាត់ដាក់ឲ្យគឺគាត់អាចមានសមត្ថភាពបំពេញបានចៅជាកូនដែលលេចធ្លោពូកែខាងកំណាព្យអក្សរសាស្ត្រចៅចាងក៏ជាកូនលេចធ្លោដែរពូកែខាងធ្វើសង្គ្រាមនិងមានចិត្តជាមេតបកូនទាំង3នាក់នេះធំឡើងដោយសម្លឹងទៅមើលអ្វីដែលចៅធ្វើចៅជាប់ធ្វើសង្គ្រាមច្រើនឆ្នាំនៅខាងក្រៅផ្ទះដូច្នេះមិនមានពេលគ្រប់គ្រាន់ជាមួយនឹងកូនទេប៉ុន្តែពួកគេអាចរៀនតាមចៅតាមវិធីផ្សេងគ្នានៅក្នុងរឿងទីប្រឹក្សាស៊ឺមីអ៊ីចៅបានប្រាប់ប្រពន្ធគាត់លោកស្រីពៀនថាគាត់មានបំណងចង់ឲ្យចៅភីនិងចៅជឺប្រជែងគ្នាដើម្បីយកតំណែងរបស់គាត់នៅថ្ងៃក្រោយគាត់មិនចង់ឲ្យចៅជឺចិត្តទុនជាមួយនឹងបងប្អូនឯងខ្លាំងពេកទេពីព្រោះសម្រាប់គាត់ចង់តែងតាំងចៅជឺនៅក្នុងការបង្រៀននេះចៅប្រើប្រាស់វិធីជ្រុលហួសហេតុខ្លាំងពេកដើម្បីបង្ខំឲ្យកូនទាស់ទែងគ្នានៅក្នុងការប្រជែងគ្នានេះចៅភីជាជនរងគ្រោះពីព្រោះចៅមានចិត្តលំអៀងទៅលើចៅជឺក៏ប៉ុន្តែចៅភីមិនធ្វើជាជនរងគ្រោះយូរពេកទេចៅភីជាមនុស្សដែលកាន់ដាវខ្លួនឯងចៅភីចេះគិតចេះរកមធ្យោបាយនិងរកទីពឹងពាក់ណាដែលអាចជួយគាត់ទប់ទល់ជាមួយនឹងឪពុករបស់គាត់នៅក្នុងរឿងចៅភីបានបញ្ជាក់ឲ្យថាពុកគាត់មិនអាចសម្លាប់គាត់បានទេប៉ុន្តែនឹងធ្វើឲ្យគាត់បាក់មុខនិងបាត់បង់ឱកាសស្នងតំណែងចៅទោះបីជាមិនចូលចិត្តចៅភីប៉ុន្តែគាត់បានចិញ្ចឹមចៅភីឲ្យคล้ายទៅជាមនុស្សដែលមានល្បិចកលយុទ្ធសាស្ត្រនិងគំនិតផ្ទាល់ខ្លួនចៅភីមានគោលបំណងដូចជាឪពុកគាត់គឺចង់បង្រួមទឹកដីនិងគ្រប់គ្រងទឹកដីប៉ុន្តែវិធីដែលគាត់ធ្វើអ្វីដែលគាត់មើលឃើញគឺខុសពីចៅចូលចិត្តប្រើបងប្អូនឯងចៅភីមិនចូលចិត្តទេចៅភីយល់ថាបងប្អូនឯងអាចដណ្ដើមអំណាចរបស់គាត់ទៅថ្ងៃក្រោយដូច្នេះគាត់រុញសាច់ញាតិខ្លួនឯងចេញឲ្យឆ្ងាយហើយបង្កើតអំណាចមួយទៀតដើម្បីមកបង្កើតតុល្យភាពនៅក្នុងនគរខ្ញុំមើលឃើញថាចៅភីចាប់ផ្ដើមคล้ายទៅជាកូនដែលកាន់ដាវខ្លួនឯងបាននៅពេលដែលគាត់ប្រជែងជាមួយនឹងចៅនៅក្នុងរឿងមានឈុតមួយដែលចៅហៅចៅភីមកជួបទាំងយប់ទាំងខ្លួនឯងទៅតែត្រូវគេវាយនៅក្នុងគុកនៅពេលនោះចៅភីបានសួរចៅថាចុះបើសិនជាគាត់សម្លាប់ចៅជឺតើចៅនឹងធ្វើបែបណាដាក់គាត់ចៅលឺហើយខឹងខ្លាំងណាស់ទាញដាវយកមកដាក់នៅលើករបស់ចៅភីគាត់អត់មានធ្វើអីទេគាត់គ្រាន់តែយកដាវហ្នឹងចាក់កៅអៅរបស់ចៅភីឲ្យរហែកនៅពេលដែលរហែកក៏ឃើញស្នាមរបួសក៏មានចិត្តអណិតកូនវិញទៅនៅពេលដែលចៅភីហ៊ានសួរបែបនេះទៅចៅខ្ញុំមើលឃើញថាគាត់ចាប់ផ្ដើមមានគំនិតខ្លួនឯងហើយគាត់គ្រប់គ្រងវាសនាខ្លួនឯងហើយតំណែងជាស្ដេចក្រាញ់អួយមិនទាន់ទទួលបានពិតមែនប៉ុន្តែគាត់លែងនៅក្រោមការគ្រប់គ្រងរបស់ចៅទៀតហើយអំណាចរបស់ចៅភីកើតឡើងសន្សំចៅមើលឃើញប៉ុន្តែគាត់អត់ដឹងថាគួរធ្វើបែបណាឲ្យវាបាត់ទៅវិញទេពីព្រោះមន្ត្រីរបស់គាត់គ្រប់គ្រងចៅភីម្ដងម្នាក់ទំនាក់ទំនងរវាងចៅនិងចៅភីមិនល្អទេប៉ុន្តែចៅធ្វើឲ្យកូនរបស់គាត់ហ៊ានក្រោកឈរទៅខ្លួនឯងប្រឆាំងនឹងគាត់វិញនៅក្នុងគ្រួសារគឺបែបហ្នឹងពេលដែលកូនរបស់យើងហ៊ានបដិសេធជាមួយនឹងហេតុផលរបស់យើងអ្នកដែលឈ្នះមិនមែនកូនយើងទេគឺខ្លួនយើងក្នុងនាមជាឪពុកម្ដាយនៅពេលដែលកូនចេះគិតខ្លួនឯងមានហេតុផលខ្លួនឯងហើយអាចយកហេតុផលហ្នឹងមកតវ៉ាជាមួយនឹងហេតុផលឪពុកម្ដាយបានឪពុកម្ដាយគួរតែសប្បាយចិត្តខឹងក៏ដោយក៏គួរតែសប្បាយចិត្តពីព្រោះយើងបានចិញ្ចឹមកូនដែលចេះគិតប្រើខួរក្បាលមិនមែនគ្រាន់តែជាសត្វសេកដែលចាំទៅថាតាមគេទេនៅពេលដែលកូនចេះគិតកូនអាចនឹងជ្រើសរើសផ្លូវដើរដោយខ្លួនឯងបាននៅថ្ងៃក្រោយកូនក៏មិនងាយធ្លាក់ចូលទៅក្នុងការបោកប្រាស់របស់អ្នកដទៃដែរឪពុកម្ដាយអាចធូរចិត្តបាននៅពេលដែលកូនចេះកាន់ដាវខ្លួនឯងដាវនៅត្រង់កន្លែងនេះគឺការគិតចំណុចសម្គាល់ងាយគឺនៅពេលដែលកូនរបស់យើងចាប់ដើមសួរសំណួរណាដែលផ្ទុយពីអ្វីដែលយើងប្រាប់ពួកគេវាជាការសំលៀងដាវសំណួរនៅពេលដែលសួរយូរទៅគឺកាន់តែស៊ីជម្រៅដូចឆៅភីអញ្ចឹងនៅពេលដែលចាប់ផ្ដើមគិតយូរទៅនឹងយល់ពីនយោបាយថាដើររបៀបណាការបង្រៀនកូនឲ្យចេះកាន់ដាវខ្លួនឯងគឺបង្រៀនកូនឲ្យហ៊ានសួរហ៊ានគិតហ៊ានប្រកែកនៅអ្វីដែលពួកគេយល់ថាមិនត្រឹមត្រូវបើសិនជាឪពុកម្ដាយសង្កត់កូនគ្រប់រឿងពេក
កូនក៏មិនអាចរៀនពីវិធីប្រើប្រាស់ខួរក្បាលខ្លួនឯងបានដែរស៊ូមានកូនដែលចេះកាន់ដាវខ្លួនឯងហើយចូលទៅប្រឡូកនៅក្នុងសង្គមប្រសើរជាងមានកូនដែលមិនហ៊ានសូម្បីតែកាន់ដាវបង្ហាញអ្នកដទៃបញ្ហានៅក្នុងការរស់នៅមានមិនចេះអស់ទេមានតែការគិតដោយខ្លួនឯងទេទើបអាចរកដំណោះស្រាយទាន់ពេលឪពុកម្ដាយមិនអាចជួយបានគ្រប់ពេលទេឆាវធ្វើឲ្យឆាវភីភ័យខ្លាចអន់ចិត្តនិងចំណែនជាមួយនឹងប្អូនខ្លួនឯងប៉ុន្តែបើយើងដកចំណុចអាក្រក់ទាំងអស់នេះចេញយើងមើលទៅលើលទ្ធផលចុងក្រោយគឺឆាវបង្រៀនឲ្យឆាវភីក្លាយជាស្ដេចដែលចេះគិតដោយខ្លួនឯង